បាទសូមគោរពនិងជម្រាបសួរបងប្អូនឥឡូវបាទក្បួនដង្ហែប្រសពឡើងនៅបានមកដល់ទីបូជាហើយបងប្អូនបាទទីបូជាបាទបងប្អូនបាទនេះជាការក្បួនដង្ហែសពលោកឪនៅវត្តត្រាចវត្តចៅស្រីបុលកេបងប្អូនបាទសូមចូលរួមរំលែកទុក្ខដល់ក្រៀមក្រំដល់ស្និទ្ធស្នោស្ដាយលោកឪបាទលោកឪបានលាចាកលោកទៀតឆ្ងាយពីពុទ្ធបរិស័ទយើងហើយបងប្អូនបាទចំនួន3ឆ្នាំហើយបងប្អូនបាទថ្ងៃនេះជាថ្ងៃដែលហែធ្វើបុណ្យបងប្អូនធ្វើបុណ្យតាទេបតិចេនេបតិចេនេបតិចេនេក្រៃលែងបងប្អូនបាទបុណ្យប្រសពលោកឪវត្តចៅស្រីបុលកេហៅវត្តត្រាចខេត្តសៀមរាបបងប្អូនពុទ្ធបរិស័ទចូលរួមហែច្រើនកកបងប្អូនហែសោកសង្រេងសោកស្ដាយដែលព្រះអង្គបានលាចាកឃ្លាតឆ្ងាយពីពុទ្ធបរិស័ទទាំងអស់ចូលរួមរំលេចទុក្ខសោកសៅសោកស្ដាយតែព្រះអង្គបានឃ្លាតឆ្ងាយពីកូនចៅពីបងប្អូនជិតឆ្ងាយនៅក្នុងសង្កាត់បលាំងសូមសោកស្ដាយសោកសង្រេងសោកស្ដាយដល់ព្រាមត្រាំបាទបងប្អូនចូលរួមហើយច្រើនណាស់បងប្អូនបាទថ្ងៃនេះថ្ងៃទី26ខែ2ឆ្នាំ2025ជាការពារបងប្អូនយើងចូលរួមហែអ្នកគ្រូលោកគ្រូអត់ចាំវាមកទូអូខេអត់ចុះពីលោក